បាទសួស្តីបងប្អូនខ្ញុំលីហួរថ្ងៃនេះខ្ញុំមកទៀតហើយបងប្អូនគឺមានរថយន្តមួយគ្រឿងចង់ចែកជូនបងប្អូនបាទនេះគឺជាប្រភេទរថយន្ត Kia បងប្អូនមកពីកូរ៉េ Kia Morning ឆ្នាំ05បងប្អូនបាទពណ៌ក្រហមឆ្អិនឆ្អៅបាទបងប្អូនសម្រាប់បងប្អូនកូនកាត់ចិនអីនេះត្រូវបងបាទគឺពណ៌ហុងស៊ុយចិនបងប្អូនបាទអូខេឥឡូវបងប្អូនមកកັບតិចមកបងប្អូននេះឥឡូវយើងមើលសភាពទឹកថ្នាំបងប្អូនបាទភាពទឹកថ្នាំមកជាហៀងខាងឆ្វេងនេះបងប្អូនយើងមើលសិនបាទគឺមានសភាពរលើបរលោងបងប្អូនអត់មានការឆ្កេតឆ្កូតហើបថ្នាំចំណុចណាមួយទេបងប្អូនបាទទឹកថ្នាំគឺយើងបាញ់ខ្លះនៅបោះវាខ្លះបាទមកសភាពចឹងអូខេនេះតូទឹកបងប្អូនតូទឹកយើងលេងហើយបាទតូតុកយើងលេងហើយហើយសម្រាប់កង់បងប្អូនកង់យើងនៅខ្ទង់ល្បាក់ 80% នេះកង់ខាងមុខបាទនៅល្បាក់ខ្ទង់ 80% បាទអូខេឥឡូវយើងមើលតទៀតបងប្អូនបាទកង់ខាងក្រោយក៏នៅខ្ទង់ប្រហែលជាខាងក្រោយរៀងសឹកជាងខាងមុខតិចខាងមុខ80ខាងក្រោយនៅបានខ្ទង់ប្រហែលជា 60% ទេបងប្អូនបាទឥឡូវយើងមើលកង់មកក្រោយហើយឥឡូវយើងមកមើលផ្នែកខាងក្រោយនៃរថយន្ត Kia Morning មួយនេះបងប្អូនបាទផ្នែកខាងក្រោយគឺមាន stop បងប្អូននេះ stop គេស្អាតបងប្អូនស្តៀង Highlander stop គេទូចស្តៀង Highlander បាទនេះដូច Highlander mini អញ្ចឹងណាបាទបងប្អូនមើលក្រហមមានសញ្ញោភ្លើងអាយ៉ែភ្លើងអីហ្នឹងទៅហើយ spoiler ខាងក្រោយគេទូចបាទអត់ធ្វើធំទេអូខេឥឡូវបងប្អូនមកមើលក្លុបក្រោយកន្លែងយើងដាក់អីវ៉ាន់ខាងក្រោយបងប្អូនណាបាទក្លុបក្រោយបងប្អូនមើលទៅអត់សូវធំប៉ុន្មានទេបងប្អូនទូចល្មមមកយើងអាចដាក់វ៉ាលីកៅអៅស្លៀកពាក់តែ3 4នាក់អីបានណាបាទហើយកៅអីនេះយើងអាចបត់បានបងប្អូនកៅអីខាងក្រោយយើងអាចបត់បានបាទហើយនេះបងប្អូនឡាននេះសាច់ដៃស្អាតណាស់បងប្អូនអត់មានបុកប៉ះទេបាទក្លុបកលៀតកាយ៉ាវអីគឺនៅរបស់វាទាំងអស់អត់មានធ្លាប់តោនបាញ់វាយទេបាទនៅស្អាតអូខេឥឡូវយើងមកមើលផ្នែកកង់សកួរបងប្អូនផ្នែកកង់សកួរស៊ូបាតអីនៅស្អាតបងប្អូនកង់សកួរក៏នៅថ្មីដែរបាទអត់មានខូចខាតទេឥឡូវយើងមកមើលបាតឡានម្ដងបងប្អូនបាទបាតឡានអត់មានសភាពច្រេះពុកធ្លុះទេបាទឡានមកពីកូរ៉េបងប្អូនដឹងហើយវារៀងមានស្រាយក្រហមតិចបងប្អូនបាទអញ្ចឹងតទៀតបងប្អូនយើងបិទវិញមកលឹបអូខេបាទស្តុបខាងស្ដាំបាទនៅស្អាតដូចគ្នាបងប្អូននៅថ្មីបាទហើយឥឡូវយើងមកមើលទឹកថ្នាំជាហៀងខាងស្ដាំម្ដងបាទជាខាងស្ដាំបងប្អូនទឹកថ្នាំសភាពអត់មានឆ្កេតឆ្កូដូចគ្នាបាទអត់មានល្បកថ្នាំដូចគ្នាតូទឹកមានដូចគ្នាបាទអូខេแล้วយើងមើលតទៀតបាទសម្រាប់ថ្ពាល់ខាងស្ដាំនេះមានសញ្ញោមួយបាទអូខេហើយយើងមកមើលទៀតហើយយើងមកមើលខាងក្នុងណាបងប្អូនបាទមើលខាងក្នុងមកចាំខ្ញុំមកបាទផ្នែកខាងក្នុងយើងបើកមកដំបូងគឺឃើញជាងទ្វារបងប្អូនបាទជាងទ្វារបាទជាងទ្វារបាទបងប្អូនសម្រាប់កុងតាក់គឺជាកញ្ចក់តម្លាក់តឡើងនេះបាទសម្រាប់ LX នេះគឺមាន4កុងតាក់បងប្អូនឡានខ្លះអត់មានទេមានតែ2ទេកញ្ចក់ខាងក្រោយគឺល្វីបាទនេះសម្រាប់ជាកញ្ចក់ឆ្វេងស្ដាំហើយឡានខ្លះក៏អត់មានដែរគឺកាច់តែនេះបាទកាច់កន្លែងកញ្ចក់នេះក៏ដោយអត់មានប្រើភ្លើងទេអត់មាននេះទេបងប្អូនបាទឥឡូវយើងមកមើលតទៀតមើលខាងក្នុងឥឡូវយើងមកឆ្កឹះឆ្កៀខាងក្នុងម្ដងបងប្អូនមានអីខ្លះបាទដំបូងបងប្អូនមើលដៃចកូតណាបងប្អូនដៃចកូតគេដាក់ logo Kia អត់ធំទេបងប្អូនទូចល្មមបាទគេតង់តិចនឹងមើលព្រើងសិនចាក់បងប្អូនបាទព្រើងសិនចាក់វាធ្វើមកសាមញ្ញតែវាមានភាពងាយស្រួលយើងប្រើបងប្អូនបាទតាប់ឡូអីស្អាតបងប្អូនបាទនេះញ៉ែមើលឈិនហ្នឹងបាទនេះកម្រិតខ្យល់បងប្អូននេះកម្រិតខ្យល់ខ្លាំងខ្សោយអានេះខ្យល់បាញ់ទៅមុខបាញ់ទៅជើងខាងក្រោមខាងលើអញ្ចឹងណាបងប្អូនមើលតាមហ្នឹងទៅបងប្អូនយល់នេះកម្រិតស្ថានភាពអាខៀវនេះមានន័យថាត្រជាក់អាក្តៅនេះមានន័យថាច្រឡំសុំតោអាក្រហមនេះមានន័យថាក្តៅបងប្អូនណាកាច់ទៅក្តៅនេះកាច់មកត្រជាក់នេះបេតុង AC បងប្អូនបេតុងសិនជាក់បិទបើកនេះខ្សោក្នុងក្រៅបងប្អូនពីនេះនេះដៃលេខធម្មតាបងប្អូនបាទនេះប្រាំងដៃបាទប្រាំងដៃហើយឥឡូវយើងមកមើលផ្នែកខាងលើបងបាទផ្នែកខាងលើខាងតកុងមានកញ្ចក់ឆ្លោះមុខមួយខាងនេះជីមានមួយដូចគ្នាបាទសម្រាប់បងប្អូនអាចចង់ឆ្លោះមុខឆ្លោះអីអាចឆ្លោះបានណាបងបាទនេះភ្លើងបាទភ្លើងអូខេអញ្ចឹងមានតែប៉ុណ្ណឹងបងប្អូនដូចអត់មាននេះទេអូខេឥឡូវចាប់កុងទ័របងប្អូនមើលបន្តិចបាទកន្លែងកុងទ័របងប្អូនបាទស្ពាតមានជុំម៉ាស៊ីនមានកន្លែងរង្វល់សាំងហើយនឹងគីឡូម៉ែត្រ
តែប៉ុណ្ណឹងពេលយើងមើលផ្នែកខាងក្រោយម្ដងបងណាបាទឥឡូវយើងមើលផ្នែកខាងក្រោយផ្នែកខាងក្រោយដល់យើងមើលជាងគ្រឿងបងណាជាងគ្រឿងខាងក្រោយនៅស្អាតបងប្អូនអត់មានបាក់បែកទេនៅសំណុំរបស់គេអញ្ចឹងអូខេហើយអានេះក្នុងលឿងបងប្អូនក្នុងលឿងយើងមើលទៅស្អាតមើលទៅឆ្លោះបាទហើយពីដានលើបងប្អូនមើលពីដានលើអត់មានធ្លាក់អាយអីទេបាទនៅណាប់ណែនរបស់គេអញ្ចឹងអូខេឥឡូវអស់ហើយបងប្អូនយើងមើលខាងក្នុងទឹកថ្នាំមកជុំហើយអស់ហើយឥឡូវយើងដល់វគ្គយើងមើលផ្នែកប្លុកម៉ាស៊ីនម្ដងបងប្អូនណាប្លុកម៉ាស៊ីនប្លុកម៉ាស៊ីនវា4បងប្អូនតែ4ម៉ាស៊ីនអត់ធំទេបងប្អូនទូចស៊ីសាំងតិចបងប្អូនសំចៃបាទហើយប្លុកម៉ាស៊ីនបងប្អូនមើលទៅបាទគ្រឿងជ័រអីខ្ញុំបានឲ្យគេម៉ាសាប៉ូលាសម្អាតហើយខ្ចីញញអស់ហើយបងប្អូនទៅយកទៅគឺប្រើហ្មងបើចាំចូលទៅលាងម៉ាស៊ីនសម្អាតអីទៀតទេព្រោះខ្ញុំបានធ្វើរួចរាល់ហើយបាទហើយសម្រាប់ឡាននេះអត់មានបុកប៉ះទេបងប្អូនមើលសាច់ដែកនៅសាច់ដែកទៅតាមក្បាលបូមសាច់ធ្នឹមបាទសាច់ធ្នឹមគឺមក smooth ហ្មងអត់មានស្នាមតោនបាញ់អីទេបងប្អូនណាអូខេមើលសភាពទៅបាទក្បាលបូមស្នាមឆ្វេងគឺនៅសភាពស៊ីនរបស់គេមកហ្មងបាទអូខេអញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងហើយសម្រាប់រថយន្តមួយគ្រឿងនេះម៉ាស៊ីនវាស៊ីសាំងប្រហែលជាខ្ទង់ល្បាក់ 4-5 លីត្រទេបងប្អូន100គីឡូអត់ស៊ីច្រើនទេបាទអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនពីខ្ញុំលីហួរតែនឹងជាមួយឡានKia Morning 05នេះពណ៌ក្រហមនេះបាទអញ្ចឹងមានតែប៉ុណ្្នឹងអូខេអញ្ចឹងបងប្អូនដែលចង់តាក់ទងមកខ្ញុំដាក់លេខនៅខាងលើបងប្អូនបាទលេខ Smart មាន Telegram បងប្អូនគឺលេខ096លេខ4ការ៉េ5 91បងប្អូនបាទជាគឺលេខហ្នឹងគឺមាន Telegram សម្រាប់លេខមួយខ្សែទៀតគឺ085បងប្អូន085 60 8គុត6គុតបងប្អូនបាទលេខហ្នឹងគឺលេខសេខាតបងប្អូនណាបាទលេខសេខាតហើយសម្រាប់បងប្អូនដែលចង់តាក់ទងមកតាម TikTok ក៏បានតាម YouTube Channel ក៏បានតាម Facebook Page របស់ខ្ញុំក៏បានបងប្អូនបាទសម្រាប់បងប្អូនដែលគាត់ចង់បានព័ត៌មានបន្ថែមពីឡានហ្នឹងលម្អិតពីឡានហ្នឹងច្បាស់ចង់ដឹងពីតម្លៃហើយនឹងសេវាកម្មផ្សេងៗអូខេបងប្អូនអាចឆាតទៅ Telegram ខ្ញុំទៅខ្ញុំនឹងរាយរាប់ប្រាប់បងប្អូនពីព័ត៌មានទាំងអស់ហ្នឹងហើយសម្រាប់ឡានទាំងអស់ដែលចេញពីខ្ញុំគឺខ្ញុំធានាឯកសារគ្រប់ 100% បងប្អូនបាទស្របច្បាប់ 100% បាទហើយហ្នឹងហើយបងប្អូនមានតែប៉ុណ្្នឹងជូនពរបងប្អូនសុខភាពល្អសំណាងល្អពេញមួយជីវិតបងប្អូនពីខ្ញុំលីហួរបាទអញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងអូខេបាយបាយបងប្អូនជម្រាបលាបាទ